រឿងឃើញតែកំហុសគេមីងឈឿនជាស្ត្រីមេម៉ាយម្នាក់ហើយគាត់មានកូនម្នាក់ឈ្មោះថានាងធីតាដោយសារតែជីវភាពមិនសូវធូរធារមីងឈឿនក៏បង្ខំចិត្តឲ្យធីតាឈប់រៀនទាំងនៅវ័យក្មេងថ្ងៃមួយមីងឈឿនបានដើរទៅនិយាយជាមួយធីតាថាធីតាកូនតើឯងនឹងចង់ទៅរៀនវិញអត់បើឯងចង់ទៅរៀនវិញចាំម៉ែឲ្យឯងទៅរៀនវិញក៏បានដែរចាម៉ែខ្ញុំចង់ប៉ុន្តែខ្ញុំយល់អំពីជីវភាពគ្រួសារយើងថាគ្រួសារយើងពិតជាពិបាកតែពេលខ្លះម៉ែក៏រ៉ាប់រងមិនរួចដែរទើបម៉ែបង្ខំឲ្យឯងឈប់រៀនឯងប្រហែលជាមិនខឹងនឹងម៉ែទេណាកូនណាមួយអាយុម៉ែក៏កាន់តែច្រើនហើយម៉ែមិនដឹងថារស់នៅដល់ពេលណាទេចឹងហើយម៉ែមានតែបង្ខំចិត្តឲ្យកូនចេញទៅធ្វើការរកការងាររបស់ធ្វើខ្លួនឯងណាធីតាក៏បានឆ្លើយថាចាស់ម៉ែបន្ទាប់មកនាងក៏បានដើរចេញពីមីងឈឿនទៅពេលល្ងាចនាងធីតាកំពុងតែឲ្យស្មៅទៅសត្វសេះស្រាប់តែភ្លាមនោះបូរ៉ាក៏បានដើរមកធីតាតោះឯងទៅរត់លេងជាមួយនឹងគ្នាអត់ទៅលេងនៅចុងភូមិក៏បានដែរនៅកន្លែងនោះមានទឹកធាក់សាដែរណាសុំផាណាបូរ៉ាគ្នារវល់មើលសត្វសេះដល់ពេលចឹងគ្នាអាចទៅលេងជាមួយឯងបានទេចឹងឯងទៅមុនចុះណាឯងទៅលេងចុះដោយសារគ្នានៅជួយការងារពុកម៉ែគ្នាសិនបើឯងទំនេរឯងទៅលេងទៅឯងបន្ទាប់ពីនិយាយចប់នាងធីតាក៏បានឲ្យស្មាទៅសេះស៊ីចំណែកបូរ៉ានៅពេលដែលក្រឡេកទៅឃើញមីងចន្ទីដើរកាត់ភ្លាមនោះបូរ៉ាក៏បានដើរចេញភ្លាមដោយសារគ្រប់គ្នាក៏ដឹងដែរថាមីងចន្ទីគឺជាមនុស្សដែលមាត់មិនល្អទេឥឡូវយើងក៏លេចមកមើលអំពីកូនមីងចន្ទីម្ដងឈ្មោះថានាងកែវមរកតនាងមានរូបសម្រស់ស្រស់ស្អាតប្រៀបដូចថាអូនមរកតចាំបងយូរនៅបងបញ្ញាខ្លាំងណាស់ខំរូតៃពីការងាររូតាមកមកជួបអូននេះដោយសារតែក្តីនឹកសិតស្រឡាញ់ឲ្យបងសុំថែមួយមកអូនសម្លាញ់ចិត្តមកដល់កូនខ្លាំងណាស់នេះនឹកខ្លាំងមែនតែនអូនមរកតបាយតានេះក៏យូរម៉េអូនជាមិនយូរហើយបងឯងទៅមិនដល់ហើយណាមួយអូននៅចាំឯងនៅនឹងក្តៅចង្អប់ហើយអីទេអូនក៏ស្រឡាញ់បងដែរខ្លួនប្រានរូបរាងអូនចឹងកន្លែងហ្នឹងហ្មងឯអូនឬមួយក៏យើងត្រូវទៅផ្ទះសំណាក់អីអត់ឬមួយក៏កន្លែងហ្នឹងបងឯងគិតមិនដែរបងស្រឡាញ់អូនឯងមិនចង់ឲ្យអូនឯងបានទៅអ្នកណាអញ្ចឹងហើយបានតែបងចង់បានខ្លួនប្រានអូនឯងបន្ទាប់ពីនិយាយគ្នាចប់សម្រុះសម្រួលគ្នាហើយអ្នកទាំងពីរក៏សម្រេចចិត្តថាទៅជាមួយគ្នាហើយពួកគេក៏បានដើរទៅក្រឡេកមកមើលធីតាវិញនៅក្មេងមែនតែពេលទំនេរនាងឆ្លៀតមកលក់ភេទជ្ជៈក៏ដូចជាទឹកកាហ្វេជាដើមធីតាតោះទៅទៀតដឹងនឹងនិយាយឲ្យនេះខ្ញុំទៅតាមផ្លូវនឹងមកមិនធីតាជិះម៉ូតូទៅជាមួយនឹងខ្ញុំហ្មងទៅកុំបាក់ដើរនំហត់ព្រោះអីគេនៅឆ្ងាយដែរចឹងណាផ្លូវទៅតែមួយជាមួយគ្នាមិនអីទេបូរ៉ាដោយសារតែគ្នានឹងនៅលក់ទឹកនេះព្រោះពេលល្ងាចហ្នឹងវាអាចនឹងលក់ដាច់បន្តិចចឹងឯងទៅមុនគ្នាចឹងណាអរគុណច្រើនដែលបានមកបបួលគ្នាមិនចង់ឲ្យគ្នាពិបាកគ្នាហត់ចឹងក៏បានដែរចឹងមិនមែននៅបញ្ញាទៅទីបន្តិចក៏កុំសូវនៅដល់យប់ជ្រៅពេកព្រោះយើងជាមនុស្សស្រីនៅដល់យប់ពេកវាក៏មិនអត់ដែរណាមួយមិនដល់នឹងក៏រៀងស្ងាត់តែផងដែរណាឯងប្រយ័ត្នខ្លួនប្រយ័ត្នប្រាណអរគុណច្រើនណាបូរ៉ាអញ្ចឹងឯងទៅជិះម៉ូតូទៅស្រួលដោយសុវត្ថិភាពណាអរគុណពិតមិត្តសម្លាញ់ចាស់និយាយចប់បូរ៉ាក៏បានដើរចេញពីធីតាទៅរៀងនឹងងាកបន្តិចស្រាប់តែមីងចន្ទីក៏បានដើរតម្រង់មកកាន់តូបធីតារបស់យើងខណៈពេលធីតាកំពុងតែអង្គុយអីធីតានឹងងាយស្មាននឹងហើយអត់ទាន់រៀបចំបិទតូបទៅទៀតមិនមែនក្មួយឬមួយក៏នៅចាំណាត់ជួបសង្សារអីទៅដឹងបានទៅនៅជួបយ៉ាងហ្នឹងណែនៅក្មេងទេកុំសូវហិចពេកចាត់មេម៉ាយដូចជាម៉ែរបស់ឯងឬចាំមីងដោយសារតើខ្ញុំគិតថាពេលល្ងាចអាចនឹងលក់ដាច់គ្រាន់បើដែរដល់ពេលអញ្ចឹងខ្ញុំក៏ស៊ូនៅដល់ល្ងាចទៅហើយឬមួយវិញទៀតខ្ញុំគ្មានសង្សារគ្មានអីទេមីងខ្ញុំគិតតែពីរឿងរស់ស៊ីខ្ញុំគ្មានសង្សារគ្មានអីទេបថោក្មួយហើយមីងគ្រាន់តែណែនាំទេ
ព្រោះអីឃើញម៉ែឯងមិនម៉ែអញ្ចឹងណាខ្លាចឯងនឹងចរិតដូចម៉ែឯងប្រយ័ត្នគេលេងក្បាលចោលដែរអញ្ចឹងណាហើយមីងក៏ចេះតែជាចាស់ទុំម្នាក់ចេះតែណែនាំដល់ក្មួយអញ្ចឹងទៅកុំឲ្យក្មួយនឹងវាដើរផ្លូវខុសដូចម៉ែឯងជាដើមអញ្ចឹងហើយមានប្តីមានអីទៅគេមិននៅជាប់រាប់ជាមួយដោយសារតែចរិតចឹងមិនកើតទេពីថាឲ្យធីតាហើយមីងចន្ទីមិនអស់ចិត្តទេនៅតែឆ្លៀតដើរមកផ្ទះរបស់ធីតាដើម្បីមកធ្វើការប្រាប់មីងឈឿនបន្ថែម អើយនេះឈឿនមិនម៉ែតើមើលកូនខ្លះផងទៅជប់ស្មើដឹងហើយនឹងមិនទាន់បិទទៅបិទអីមកលក់អីវ៉ាន់ណែនៅតែទីអញ្ចឹងហើយអ្នកទីអើយកូនខ្ញុំមកទោះបីឃើញទៅវារៀងនៅក្មេងមែនប៉ុន្តែវាមានការយល់ដឹងណាស់នេះអើយដល់ពេលអញ្ចឹងខ្ញុំទូចចិត្តពីខ្ញុំចិញ្ចឹមកូនផ្ទាល់ដៃខ្ញុំគិតថាវាមិនអីទេនេះអើយអរគុណច្រើនហើយដែលអ្នកមកប្រាប់នឹងហើយនេះដោយសារតែខ្ញុំឃើញនឹងវាទៅភ្នែកពេកដោយសារជាមនុស្សស្រីដល់ពេលដើរយប់អញ្ចឹងណាវាមិនសមទេមើលកូនខ្ញុំមកនៅតែក្នុងផ្ទះមិនដែលហ៊ានដើរទៅណាទេមួយថ្ងៃនៅទៅក្នុងផ្ទះការងារផ្ទះទាំងម៉ត់ខ្ញុំទៅសិនហើយណាអ្នកចឹងហើយអ្នកទៅមើលកូនផងបន្ទាប់ពីនិយាយចប់មីងចន្ទីក៏បានដើរចេញទៅឥឡូវយើងមកមើលកូនរបស់មីងចន្ទីដែលគាត់ថាកូនគាត់នឹងប្រៀបដូចជាលក្ខណៈថាសុភាពនារីឥឡូវចានេះកំពុងតែញញោជាមួយនឹងប្រុសក្រាមដើមឈើគីលបងវត្តអីជាដើមទៅឥឡូវគេកំពុងតែសាសងបិចបោយគ្នាទៅវិញទៅមកស្រាប់តែពេលនេះចៃដានអីមានកញ្ញាធីតាយើងនេះមកពីលក់កាហ្វេវិញក៏បានចៃដានជួបជាមួយនឹងមកគាត់មិននឹងឲ្យឯងមកធ្វើអីក្រាបដើមឈើតែពីរអ្នកប៉ះពើបីបោចឲ្យគ្នាទៅវិញទៅមកនឹងឯងជាមនុស្សស្រីណាមកគាត់ឯងមិនគួរណាមកធ្វើអីកន្លែងលួចលាក់បែបនឹងទេឬអត់ហេតុអីក៏ឯងមកធ្វើបែបនេះបើមកឯងដឹងមកឯងប្រកាសស្ដីឲ្យហើយណែនាងធីតានាងក្រអាហាននាងឯងនឹងមានសិទ្ធិអីមកបដៅខ្ញុំជាស្រីស្អាតខ្ញុំមិនមែនជាអារោករ៉ាដូចនាងឬមួយក៏នាងចំណែនខ្ញុំដែលខ្ញុំនឹងមានមនុស្សប្រុសជាច្រើនមកតាមរកស្រឡាញ់ខ្ញុំគ្មានអីទៅចំណែនឯងទេឯងមានរូបរាងស្រស់បាតស្អាតប៉ុន្តែឯងមិនចេះផ្ដល់តម្លៃឲ្យទៅរូបរាងនិងសម្រស់ឯងសោះឯងបែរជាមិនធ្វើចរិតបេបោយឡាឡោជាមួយប្រុសអស់នឹងឯងចាំទុកណាមនុស្សប្រុសតែគេបានហើយគេនឹងដោះដៃឯងនឹងទឹកភ្នែកនៅថ្ងៃណាមួយជាមិនខានទទួលពីនិយាយចប់ធីតារបស់យើងក៏បានដើរចេញទៅដោយសារតែនាងនឹងមិនដឹងថានិយាយបែបណាទៀតចំណែកកញ្ញាមរកតយើងគឺស្រែកថាស្ដីឲ្យធីតាចាត់មកពេលមកដល់ផ្ទះធីតាសម្មអង្គុយនៅក្នុងបន្ទប់ម្នាក់ឯងនាងតែងតែគិតសញ្ជឹងមិនដឹងថាគិតពីអីខ្លះទេមុខឡើងក្រញ៉ៃដាកូនហើយបាយទឹកហើយនៅនំកូនហេតុអីថ្ងៃហ្នឹងមកទឹកមុខមិនស្រស់បោះសោះក៏មានរឿងអីមែនអាចប្រាប់ម៉ែបានណាកូនសម្លាញ់ចិត្តព្រោះអីម៉ែគឺជាមនុស្សម្នាក់ឯនៅក្បែរកូនចាំម៉ែនឹងជួយដោះស្រាយឲ្យកូនណាកុំលាក់ទុកតាមអ្នកឯងឬមួយក៏កូនហត់នឿយពេកចឹងកូនតែមួយទឹកមួយអីចាំម៉ែពេលខ្ញុំដើរមកខ្ញុំឃើញមាក់មរកតតែជាកូនរបស់មីងចន្ទីនឹងគាត់នៅបេះបោរជាមួយនឹងមនុស្សប្រុសនៅកន្លែងទីស្ងាត់ទៅខ្ញុំស្ដីឲ្យទៅថាឲ្យបន្តិចបន្តួចទៅហើយគាត់គេក៏ថាឲ្យស្ដីមកខ្ញុំមិនដឹងថាគួរប្រាប់រឿងនេះដល់ម៉ែអត់ទេហើយណាមួយមីងចន្ទីក៏ធ្លាប់តែស្ដីថាឲ្យខ្ញុំយ៉ាងអាក្រក់ដែរចាកូនថ្ងៃមិញណាចន្ទីក៏គេមកថាឲ្យម៉ែដែរថាប្រយ័ត្នកូនឯងមានបែបនេះបែបនោះទៅប៉ុន្តែគេនឹងភ្លេចតាមដានភ្លេចមើលកូនខ្លួនឯងមិនអីទេកូនចាំម៉ែនឹងទៅដាស់តឿនឲ្យទៅដាស់តឿនចន្ទីចឹងណាកុំឲ្យកកក្មួយនឹងវាចូលជ្រោះទៅឬមិនល្អអីអញ្ចឹងកូនតែមួយទឹកមួយអីមកញ៉ាំបាយសិនមកណាកូនថ្ងៃបន្ទាប់មីងឈឿនក៏បានដើរកាត់ឆ្លងកាត់ផ្ទះរបស់មីងចន្ទីភ្លាមនោះគាត់ក៏បានជួបមីងចន្ទីនៅមុខផ្ទះល្មមហើយគាត់ក៏បានដើរទៅនេះចន្ទីអើយមិញហើយនឹងបាយទឹកនៅថ្ងៃនេះចែកអត់ណាមកជួបអ្នកនៅមុខផ្ទះហ្នឹងហើយហូបបាយហូបអីហើយលើនឹងអ្នកហើយអ្នកឈឿនហើយកាន់កត្រកផ្លែឈើទៅណាហ្នឹងហើយម៉េចកូននឹងផើមកប្តីមែនបានទៅត្រកាន់កត្រកផ្លែឈើទៅទៀតតឡហាខ្ញុំថាមិនខុសទេតែនេះក៏មកមើលងាយខ្ញុំបែបហ្នឹងណាក៏មកមើលងាយកូនខ្ញុំបែបហ្នឹង
ឥឡូវយើងមកមើលនាងមរកតដែលជាកូនរបស់មេចន្ទទីកំពុងតែអង្គុយកាន់ប្រដាប់ទឹកនោមភ្លាមនោះនាងក៏បានឃើញទឹកនោមរបស់នាងលោតពីកម្មហើយនាងក៏មានការភ្ញាក់ផ្អើលហើយក៏ភ័យខ្លាចខ្លាំងមែនទែនភ្លាមនោះដែរនាងក៏បានកវីកវត្តហើយក៏បានដើរចេញពីបន្ទប់នឹងចេញទៅខាងក្រៅទៅមរកតក៏បានណាត់ជួបជាមួយនឹងសង្សាររបស់នាងដើម្បីប្រាប់អំពីរឿងដែលនាងមានតំងន់ភ្លាមនោះនាងក៏បានអង្គុយចាំហើយសង្សាររបស់នាងក៏បានតាមមកអមក៏ដែរអមតាមមកនឹងថាអោបានទៅរបស់សិនអីតាមណាមកឬមិនក៏អោនៅហើយបើឯងក៏យូរម៉ែយូរខ្លាំងណាស់នេះខ្ញុំរងចាំយូរហើយនៅមិនទាន់មកដល់ទៀតហើយខ្ញុំមិនដឹងថាចាំបើឯងតែខ្ញុំមានរឿងសំខាន់ចង់ប្រាប់បើឯងតើបើឯងគិតហើយម៉េចអូនឯងនឹកឃើញការនឹងទៀតឬមើលក៏អញចង់ទៀតលើក្រែនឹងហ្មងទៅចឹងអីមួយទៀតអីបើអូននៅនឹកនៅរឹកមកហើយកុំឲ្យខាតនេះខ្ញុំពីចាំហើយតើគិតថាម៉េចទៅនេះហើយបើម៉ែខ្ញុំដឹងម៉ែខ្ញុំពិតជាថាខ្ញុំមិនស្ទើរទេអញត្រូវតែទទួលខុសត្រូវខ្ញុំព្រោះអញជាអ្នកលើកលាន់នឹងប៉ះពាល់ខ្លួនរបស់ខ្ញុំចឹងហើយអញត្រូវតែទទួលខុសត្រូវចំពោះរឿងកើតឡើងខ្ញុំមិនដឹងទេមកពីនាងខ្លួនងាយខ្លួនឯងតើមិនដឹងជាស្ដាប់ដេកជាមួយអ្នកណាខ្លះទេប្រហែលជាមិនមែនមានតែខ្ញុំមួយទេមើលទៅចឹងនាងទៅដល់ដេកមួយអ្នកខ្លះគេទទួលខុសត្រូវទៅស្រីងាយដូចជានាងដេកជាមួយបានគ្រប់ខ្ញុំទៅហើយនឹងនៅចុះខ្ញុំមិនដឹងទេហើយយើងទៅគ្នាចុះបន្ទាប់ពីនិយាយចប់សង្សាររបស់មរកតយើងក៏បានដើរចេញទៅទុកឲ្យមរកតនៅឈរទឹកភ្នែកម្នាក់ឯង